ក្នុងសម័យបុរាណស្ត្រីចង់សម្ព័ន្ធដោយប្រពៃណីនាងចង់ធ្វើតាមបំណងរបស់ខ្លួនឯងប៉ុន្តែនាងក៏មិនអាចប្រឆាំងបានថ្ងៃអាពាហ៍ពិពាហ៍ដែលត្រូវមានសេចក្តីសុខបែរជាខ្លាចជាទុក្ខសោករបស់នាងដែលកូនកំឡោះបានស្លាប់យ៉ាងអាថ៌កំបាំងពេលដែលនាងកំពុងរងទុក្ខគ្រប់គ្នាបែរជាចោទប្រកាន់នាងគ្មានអ្នកគ្រប់គ្រងគ្មានអ្នកជឿត្រូវតស៊ូនិងស៊ើបអង្កេតការស្លាប់នេះដោយខ្លួនឯងបរិមម្នាក់ដែលមានអំណាចធំបំផុតក្នុងទីក្រុងបានចេញមុខមកជួយនាងតើអាចជាមិត្តឬក៏ជាសត្រូវក្នុងផ្លូវដែលពោពេញទៅដោយគ្រោះថ្នាក់អំណាចជាអ្វីដែលនាងត្រូវការប៉ុន្តែទីណាមានអំណាចទីនោះគឺមានការច្នៃដោយភាពវៃឆ្លាតនិងការតស៊ូរបស់នាងព្រំលិខិតក៏បានចាយពួកគេបង្កើតនៅចំណងជាមួយគ្នាទទួលសិទ្ធិផ្ដាច់មុខដោយក្រុមហ៊ុន PPCTV រឿងចំណងស្នេហ៍ចំណាព្រំលិខិត